រយៈពេលជាង2ទសវត្សរ៍មកហើយដែលស្ដេចនៅដែនអាកាស F-22 Raptor របស់សហរដ្ឋអាមេរិកគេបានឈរជើងយ៉ាងរឹងមាំថាជាយន្តហោះចម្បាំងដែលគ្មានគូប្រៀបហើយវាក៏ត្រូវបានគេហៅថា Ghost ឬក៏ខ្មោចនៅដែនអាកាសដែរដែលអាចកំទេចសត្រូវបានមុននៅពេលដែលវាដឹងថាសត្រូវនៅទីណាគ្មាននរណាម្នាក់ហ៊ានប្រមាថ F-22 Raptor នោះទេហើយមកថ្ងៃនេះគឺយើងមកប្រៀបធៀប J-35 និង F-22 Raptorប្រទេសចិនមិនបាននៅស្ងៀមឯណាពួកគេក៏បានបញ្ចេញនៅបិសាចដែនអាកាសថ្មីសន្លាងមួយដែលមានឈ្មោះថា J-35 ឬហៅថា J Falcon ហើយនេះមិនមែនគ្រាន់តែជាយន្តហោះចម្បាំងធម្មតានោះទេក៏ប៉ុន្តែវាត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងមហាដែនសមុទ្រនិងប្រជែងជាមួយនឹងបច្ចេកវិទ្យា Stealth របស់សហរដ្ឋអាមេរិកសំណួរសួរថាតើ J-35 គ្រាន់តែជារបស់ចម្លង copycat ពីសហរដ្ឋអាមេរិកឬវាមានសមត្ថភាពអាចបាញ់ទម្លាក់F-22 Raptor ឲ្យធ្លាក់ពីលើមេឃដល់ដីបានពិតប្រាកដដែរឬអត់តើបច្ចេកវិទ្យាចុងក្រោយរបស់ចិននៅឆ្នាំ2024និង2025អាចយកឈ្នះបច្ចេកវិទ្យាអាមេរិកដែលបង្កើតឡើងទាំងពីទសវត្សរ៍ទី90បានដែរឬទេថ្ងៃនេះយើងនឹងដាក់យន្តហោះទាំងពីរឲ្យឡើងសង្វៀនជាមួយគ្នាហើយយើងនឹងវិភាគលើទិន្នន័យបច្ចេកទេសម៉ាស៊ីនរ៉ាដានិងសមត្ថភាពប្រយុទ្ធជាក់ស្ដែងសូមស្វាគមន៍មកកាន់ការប្រយុទ្ធស៊ីសាច់ហត់ឈាមបំផុតប្រចាំទសវត្សរ៍តែមុនយើងឈានទៅកាន់វីដេអូដ៏ក្តៅគគុកនៃម៉ាស៊ីននិងអាវុធទំនើបសូមបងប្អូនកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីកុំឲ្យអ្នករំលងការវិភាគយោធាដ៏ស៊ីជម្រៅនិងព័ត៌មានបច្ចេកវិទ្យាការពារជាតិថ្មីបំផុតដែលយើងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជូនអស់លោកអ្នកដើម្បីដឹងថា J-35 ខ្លាំងប៉ុណ្ណាយើងត្រូវស្គាល់ពីស្តង់ដារដែលត្រូវប្រកួតប្រជែងជាមុនសិនហើយនោះគឺជា Lockheed Martin F-22 Raptor F-22 មិនមែនបង្កើតមកដើម្បីប្រយុទ្ធទេតែវាបង្កើតមកដើម្បីគ្របដណ្ដប់គឺ dominate យកតែម្ដងចូលបម្រើការនៅឆ្នាំ2005 F-22 គឺជាយន្តហោះចំនួនទី5 Fifth Generation ដំបូងគេបង្អស់ក្នុងលោកចំណុចខ្លាំងដាច់គេរបស់វាមាន3យ៉ាងដែលមិនទាន់មានយន្តហោះណាធ្វើបានល្អដូចវានោះទេទី1គឺ Stealth ការបំបាំងកាយកាំរស្មីរ៉ាដារបស់វាដែលយើងហៅជាភាសាអង់គ្លេសថា Radar Cross Section គឺត្រូវបានគេប្រៀបធៀបថាមានទំហំតូចស្មើនឹងប៉ុនក្រឃ្លីឬសត្វឃ្មុំមួយក្បាលតែប៉ុណ្ណោះទី2គឺ Super Cruise F-22 អាចហោះបាននៅក្នុងល្បឿនលឿនជាងសំឡេងរហូតទៅដល់ Mach 1.8 ដែលមិនចាំបាច់ប្រើ Afterburner ឬក៏ការដុតប្រេងបន្ថែមនោះទេហើយនេះគឺវាអាចធ្វើឲ្យយន្តហោះហោះលឿនបានយូរនិងមិនងាយត្រូវចាប់កម្ដៅបានទី3គឺ Thrust Vectoringកន្ទុយម៉ាស៊ីនរបស់វាអាចបត់បែនឡើងលើចុះបានដែលអនុញ្ញាតឲ្យវាធ្វើចលនានិងកាយវិការដោយសត្វពស់គេហៅវាថា Super Maneuverability ដែលយន្តហោះធម្មតាមិនអាចធ្វើបានសហរដ្ឋអាមេរិកហាមឃាត់ដាច់ខាតមិនឲ្យលក់ F-22 ទៅឲ្យបរទេសសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធហើយនេះបញ្ជាក់ថាបច្ចេកវិទ្យារបស់វាគឺសម្ងាត់និងគ្រោះថ្នាក់ទៅដល់កម្រិតណាហើយយើងងាកមកមើលប្រទេសចិនវិញដែលអស់រយៈពេលជាច្រើនឆ្នាំចិនបានពឹងផ្អែកទៅលើ J-20 ដែលជាយន្តហោះដ៏ធំសម្រាប់ការពារដែនដីក៏ប៉ុន្តែចិនមានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចនៅផ្លូវសមុទ្រគឺ Blue Water Navy ហើយពួកគេត្រូវការយន្តហោះដែលអាចហោះចេញពីនាវាផ្ទុកយន្តហោះដូចជា Fujian Type 003ហើយនេះគឺជាមូលហេតុដែល J-35 ដែលអតីតស្គាល់ថាជា FC-31 បានកើតឡើងមកដំបូងឡើយ FC-31 ត្រូវបានគេមើលរំលងហើយការហោះហើរនៅក្នុងឆ្នាំ2014បង្ហាញពីបញ្ហាម៉ាស៊ីនដែលមានផ្សែងខ្មៅគេហៅថា Smoky Engine ដែលអ្នកជំនាញលោកខាងលិចជាច្រើនបានសើចចំអកវាក៏ប៉ុន្តែវិស្វកម្មរបស់ក្រុមហ៊ុន Xinjiang Aircraft Corporation គឺមិនបានបោះបង់នោះទេពួកគេតែងតែកែប្រែរចនាឡើងវិញនិងបំពាក់បច្ចេកវិទ្យាថ្មីរហូតដល់ធ្វើឲ្យវាក្លាយទៅជា J-35 នាពេលបច្ចុប្បន្ននេះឯង J-35 គឺជាយន្តហោះធុនមធ្យមគេហៅថា Medium Weight វាមានម៉ាស៊ីន2ស្រដៀងទៅនឹង F-22 ដែរក៏ប៉ុន្តែវាមានទំហំតូចជាងបន្តិចនិងផ្ដោតទៅលើប្រតិបត្តិការលើសមុទ្រហើយវាត្រូវបានគេរំពឹងថានឹងក្លាយទៅជាដៃគូរបស់ F-35C របស់សហរដ្ឋអាមេរិកក៏ប៉ុន្តែប្រសិនបើយើងនិយាយអំពីសមត្ថភាពប្រយុទ្ធលើដែនអាកាស Air to Air វាត្រូវឆ្លងកាត់ F-22 ជាមុនសិនចំណុចដ៏ចម្រូងចម្រាសបំផុតមួយគឺតើ J-35 ចម្លងពីអាមេរិកមែនទេប្រសិនបើអ្នកមើលតែមួយផ្លេត J-35 គឺមានរូបរាងដូចកូនកាត់រវាង F-22 និង F-35 ផ្នែកខាងមុខនិងច្រមុះរបស់វាគឺស្រដៀងទៅនឹង F-35
ម៉ាស៊ីនទាំងពីររបស់វានឹងកន្ទុយបញ្ឈរគេហៅថា vertical stabilizer ស្រដៀងជាមួយនឹង F22 ហើយអ្នកជំនាញយោធាបានលើកឡើងថាទិន្នន័យរបស់ App Certify ត្រូវបានគេ hack កាលពីអតីតកាលអាចនឹងរួមចំណែកដល់ការរចនានេះផងដែរហើយទោះជាយ៉ាងណាក៏ដោយយើងត្រូវតែទទួលស្គាល់ការពិតមួយ Physics is Physics ដើម្បីឲ្យយន្តហោះមួយអាចគេចពីប្រព័ន្ធរ៉ាដា Stealth រូបរាងរបស់វាត្រូវតែមានជ្រុងនិងផ្ទៃរាបស្មើនោះដូច្នេះការស្រដៀងគ្នាវាមិនមែនសុទ្ធតែជាការចម្លងនោះទេតែវាគឺជាការពិវត្តនៃបច្ចេកវិទ្យាគេហៅថា Convergent Evolution ចំណុចដែល J35 ធ្វើបានល្អ J35 គេប្រើបច្ចេកវិទ្យា DSI Diverterless Supersonic Inlet នៅត្រង់ប្រឡោះខ្យល់ចូលដែលជួយកាត់បន្ថយទម្ងន់និងបង្កើនភាពកម្បាំង step បានល្អជាង F22 ដែលប្រើប្រាស់បច្ចេកវិទ្យាចាស់ចំណុចនេះបង្ហាញថាចិនគេបានរៀននិងកែលម្អលើអ្វីដែលអាមេរិកគេធ្លាប់បានធ្វើពីមុនមកនៅក្នុងពិភពយន្តហោះចម្បាំងម៉ាស៊ីនគឺជាបេះដូងតោះយើងមកប្រៀបធៀបបេះដូងរបស់បិសាចទាំងពីរទី1គឺ F22 Raptor គេប្រើប្រាស់ម៉ាស៊ីន Pratt & Whitney F119 ចំនួន2ហើយវាអាចបង្កើតកម្លាំងរុញច្រានបានប្រហែលជា 35,000 ផោននៅក្នុងមួយម៉ាស៊ីនចំណុចពិសេសគឺវាមាន 2D thrust and vectoring កន្ទុយដែលអាចបត់បែនបានហើយវាអាចធ្វើឲ្យវាបត់បែនបានយ៉ាងអស្ចារ្យនៅក្នុងចម្ងាយជិតដោយប្រើក្បាច់ដកហ្វៃទី2គឺ J35 នេះគឺជាចំណុចដែលចិននៅតែប្រឹងប្រែងដេញតាមសហរដ្ឋអាមេរិកគំរូដំបូងរបស់ម៉ាស៊ីន WS13 ដែលកែច្នៃចេញមកពីរុស្ស៊ីដែលមានកម្លាំងនៃខ្សែណឡាយហើយមានផ្សែងទៀតក៏ប៉ុន្តែគោលដៅចុងក្រោយរបស់ J35 គឺម៉ាស៊ីន W19តាមការប៉ាន់ស្មាន W19 វាអាចមានកម្លាំងរុញច្រានប្រហែលជា 26,000 ទៅ 28,000 ផោនថ្មីត្បិតតែវាខ្សោយជាងម៉ាស៊ីន F22 Raptor ក៏ប៉ុន្តែ J35 វាមានទម្ងន់ស្រាលជាង F22 Raptor ដូច្នេះវាសមាមាត្រកម្លាំងធៀបនឹងទម្ងន់គេហៅថា thrust to weight ratio វាអាចប្រហាក់ប្រហែលគ្នាហើយបញ្ហាមកដល់ពេលនេះគឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា J Certify ហ្នឹងវាអាចបំពាក់ប្រព័ន្ធ thrust vectoring ដែលអាចបត់កន្ទុយដោយ F22 Raptor បាននោះទេប្រសិនបើ F22 ឈ្នះខាងកម្លាំងម៉ាស៊ីន J35 គេអាចនឹងមានសន្លឹកបៀពិសេសមួយទៀតគឺភាពថ្មីបងប្អូនកុំភ្លេចថា F22 Raptor ត្រូវបានគេរចនាឡើងនៅទសវត្សរ៍ទី90កុំព្យូទ័ររបស់វាគឺអាចនឹងមានសភាពចាស់ទោះបីជាមានការ upgrade ក៏ដោយរីឯ J35 ត្រូវបានបង្កើតនៅក្នុងសម័យកាល digital ទំនើបRadar AESA J35 គេបានបំពាក់ទៅដោយប្រភេទ AESA KLJ7A ចំនួនចុងក្រោយដែលមានសមត្ថភាពចាប់សញ្ញាបានឆ្ងាយនិងច្បាស់លាស់ជាងទី2គឺ EOTS Electro Optical Targeting System J35 គេមានប្រព័ន្ធ sensor នៅខាងក្រោមច្រមុះដូចជា App Certify ដែលអនុញ្ញាតឲ្យវាមើលឃើញសត្រូវតាមរយៈកម្ពស់និងរូបភាពបានច្បាស់ដោយមិនចាំបាច់បើក radar ចំណែក F22 វិញគឺវាអត់មានប្រព័ន្ធនេះទេបងប្អូននេះគឺជាចំណុចខ្សោយដ៏ធំរបស់ F22 F22 ត្រូវពឹងផ្អែកលើ radar ជាចម្បងដែលការបើក radar មានន័យថាការបញ្ចេញពន្លឺនៅក្នុងទីងងឹតដែលធ្វើឲ្យសត្រូវអាចចាប់ទីតាំងបាន J35 គេអាចប្រើ EOTS ដើម្បីលួចមើល F22 ដែលស្ងៀមស្ងាត់ទី3គឺ Helmet Mounted Display អ្នកបើកបរ J35 ទំនងជានឹងប្រើមួកសុវត្ថិភាពឆ្លាតវៃដែលអាចមើលធ្លុះតួយន្តហោះបានដូចជា App Certify ខណៈដែល F22 គេនៅប្រើប្រព័ន្ធចាស់នៅឡើយទេស្ដាប់មកដល់ចំណុចនេះតើអ្នកគិតថាបច្ចេកវិទ្យាថ្មីរបស់ J35 ឬក៏បទពិសោធន៍និងកម្លាំងម៉ាស៊ីនរបស់ F22 វាមួយណាសំខាន់ជាងនៅក្នុងសង្គ្រាមជាក់ស្ដែងសូមខមមិនមតិរបស់បងប្អូននៅខាងក្រោមហើយយើងពិតជាចង់ដឹងការយល់ឃើញរបស់បងប្អូនខ្លាំងមែនទែនទោះបីជាបងប្អូនស្រឡាញ់យន្តហោះចិនឬក៏យន្តហោះអាមេរិកក៏ដោយសូមបងប្អូនជួយបញ្ចេញមតិប្រកបទៅដោយជាចំណេះដឹងអាចជួយចែករំលែកឲ្យគ្នាយើងជាជាងការជេរជាជាងការដែលថាខ្ញុំអួតរបស់អាមេរិកខ្លាំងពេកឬក៏អួតរបស់ចិនខ្លាំងពេកឬក៏ខ្ញុំឈរខាងណាតាមពិតអត់ទេបងប្អូនខ្ញុំគ្រាន់តែនិយាយពីការពិតថាយន្តហោះមួយនេះវាមានលក្ខណៈសម្បត្តិបែបនេះហើយយន្តហោះមួយនោះវាមានលក្ខណៈសម្បត្តិបែបនោះហើយគ្រប់ព័ត៌មានទាំងអស់គឺសិតតែមាន reference ហើយខ្ញុំនឹងដាក់នៅក្នុង description បងប្អូនអាច check មើលបន្ថែមបានបើសិនជាបងប្អូនចង់អានឲ្យកាន់តែលម្អិតតោះសរុបសេចក្តីមកវិញប្រសិនបើ J35 និង F22 ជួបគ្នានៅលើមេឃតើអ្នកណាគឺជាអ្នកឈ្នះ Scenario ទី1ប្រសិនបើការប្រយុទ្ធរយៈចម្ងាយឆ្ងាយ Beyond Visual Range នេះគឺជាការប្រយុទ្ធដែលប្រើ missile F22 វាមានភាពបំបាំងកាយ step ល្អជាងបន្តិចនិងអាចហោះហើរបានលឿនជាង Super Cruise ដើម្បីផ្ដល់ថាមពលបន្ថែមទៅដល់ missile ចំណែកឯ J35 វិញវាមាន sensor ទំនើបជាងនិងអាចមាន missile រយៈចម្ងាយឆ្ងាយ PL-15 ដែលអាចមានចម្ងាយបាញ់បានឆ្ងាយជាង AIM-120 របស់សហរដ្ឋអាមេរិកលទ្ធផលគឺពិបាកទាយទុកមុនខ្លាំងមែនទែនបងប្អូនថានរណាឃើញមុនអ្នកនោះឈ្នះក៏ថាបានក៏ប៉ុន្តែ F22 វានៅតែមានប្រៀបជាងផ្នែក step បំបាំងកាយរបស់វា Scenario ទី2គឺការប្រយុទ្ធរយៈចម្ងាយជិតដែលប្រើក្បាច់ដកហ្វៃជាមួយនឹង thrust vectoring វាអាចបត់បែនបានលឿនដូចជាភ្នែកបន្ទោ J35 ទំនងជាមិនអាចធ្វើចលនាស្មើ F22 បានទេលទ្ធផលគឺ F22 ឈ្នះដាច់
បើយើងទៅនិយាយអំពី scenario យុទ្ធសាស្ត្រ J35 គឺជាយន្តហោះ carrier base គឺជាយន្តហោះដែលហោះពីនាវាវាអាចត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែងដែលមានមហាសមុទ្រចំណែកឯ F22 វិញគឺវាត្រូវការប្រលិតយន្តហោះនៅលើគោកនៅក្នុងសង្គ្រាមប៉ាស៊ីហ្វិកចិនអាចយក J35 រាប់រយគ្រឿងដាក់នៅលើនាវាដើម្បីឡោមព័ទ្ធខណៈដែល F22 វាមានចំនួនកំណត់ផលិតបានតែ195គ្រឿងហើយនឹងឈប់ផលិតបាត់ហើយសរុបមក J35 ប្រហែលជាមិនទាន់អាចយកឈ្នះ F22 នៅក្នុងសមត្ថភាពមួយទល់មួយ one on one ពេញលេញនោះទេជាពិសេសគឺរឿងគ្រឿងម៉ាស៊ីនរបស់វានិងការបត់បែនក៏ប៉ុន្តែ J35 មិនមែនបង្កើតមកដើម្បីប្រកួតកីឡាទេវាបង្កើតមកសម្រាប់ធ្វើសង្គ្រាមជាមួយនឹងចំនួនដែលអាចផលិតបានច្រើនជាងបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបជាងនិងមានសមត្ថភាពប្រតិបត្តិការលើផ្ទៃទឹក J35 គឺពិតជាគូសត្រូវដ៏សាហាវដែល F22 មិនធ្លាប់ជួបពីមុនមក F22 គឺជាអតីតកាលនិងបច្ចុប្បន្នដ៏អស្ចារ្យក៏ប៉ុន្តែ J35 ក៏កំពុងតំណាងឲ្យអនាគតនៃការប្រកួតប្រជែងតែអាមេរិកអាចនឹងបញ្ចេញយន្តហោះចំនួនទី6 NGAD ដើម្បីកំទេច J35 ដែរឬទេនេះគឺជារឿងដែលត្រូវតាមដានបន្តទៀតតើបងប្អូនយល់យ៉ាងណាដែរចំពោះការវិភាគមួយនេះតើបងប្អូនគិតថាចិនវាអាចវាយដាច់អាមេរិកបានទេនៅក្នុងវិស័យយោធាអាកាសនៅក្នុងឆ្នាំ2030ខាងមុខដែរឬទេសូមចុច like វីដេអូនេះប្រសិនបើបងប្អូនទទួលបានចំណេះដឹងថ្មីៗនិង share វាទៅកាន់មិត្តភ័ក្តិដែលចូលចិត្តតាមដានវិស័យយោធាជួបគ្នានៅវីដេអូក្រោយជាមួយនឹងការវិភាគអាវុធទំនើបៗជាច្រើនទៀតសម្រាប់ពេលនេះខ្ញុំបាទ admin ជើងមេឃសូមអរគុណនិងសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានធ្វើដំណើរទៅទីចិត្តទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាពទាំងអស់គ្នាអរគុណបាយបាយ